សួស្តីអ្នកទាំងអស់គ្នាជួបគ្នាម្ដងទៀតជាមួយ admin ស្រីអេងហើយនេះយើងមិនមើលជាមួយនឹងបងភីងនិងអ្នកចិត្តខាងដើមនៃសាច់រឿងមកបងភីងយើងធ្វើការទៅលុបមុខលុបលាងមុខហើយក៏ធ្វើការទៅងូតទឹកការដោះកៅអៅដោះអីហើយតមកក៏ដើរទៅរមើលអីវ៉ាន់សម្រាប់យកមកដាក់ងូតទឹកជាមួយក៏សម្លឹងឃើញលោកបងទាគេលោកបងទាមកដាក់ចូលក្នុងអាងរួចចាប់ដើមដំឡើងទឹកត្រជាក់ទឹកក្តៅធ្វើការងូតទឹកដោះខ្លួនរំចុះរំឡើងរំចុះរំឡើងចំណែកកន្លែងទៅមើលលោកបងអ្នកចិត្តខាងរបស់យើងវិញក៏កំពុងងូតទឹកដែរបានមូលដំឡើងទឹកក្តៅដល់ទឹកខាងលោកបងភីងក៏ប្រែទៅជាត្រជាក់សម្រាប់ទីក៏ត្រជាក់ដែរបងភីងក៏បានទៅដំឡើងទឹកក្តៅមកវិញឯខាងលោកបងអ្នកចិត្តខាងក៏ត្រជាក់ក៏បានប្រឹងមូលចុះមូលឡើងបងភីងដល់មូលមិនឈ្នះគេក៏បានទៅយកទូលវីសម្រាប់មូលយកទៅដាក់មូលខ្វាច់លោកបងអ្នកចិត្តខាងមូលតាមម៉ាស៊ីនមូលចុះមូលឡើងលមូលទៀតហោះពេញផ្ទះចេញទៅក្រៅឡើងលើដវូលក៏បានធ្លាក់មកវិញបានវាំងននយងជួបអ្នកកសែតថតក៏បានយកដៃខ្ទប់ផ្លោកដើម្បីកុំឲ្យគេឃើញហើយអៀនធ្លាក់ចូលធុងសម្រាមផ្លុកវាក៏លេបទៅមើលខាងបងកដៅសំបីតែទឹកគេមានងូតស្រួលដែរយំតូចចិត្តនឹងខ្លួនឯងតបដើរទៅផ្ទះវិញក៏ឃើញលោកបងពីងកំពុងងូតទឹកយ៉ាងសប្បាយមិនកើតទុកមិនចុកចិត្តក៏រត់ទៅក៏ល្អិលបុកជាមួយនឹងជញ្ជាំងក៏ឃើញជាមួយនឹងម៉ាស៊ីនលំហូរទឹកដល់មកក៏មានកំណត់អាក្រក់ចង់ធ្វើបាបលោកបងភីងដែលយកទូតកកយកមកដាក់ជាមួយនឹងម៉ូទ័រដើម្បីឲ្យលោកបងភីងចុចទៅចេញតកកប៉ុន្តែលោកបងភីងបានយកម៉ាស៊ីនឈូសតកកយកមកឈូសដាក់ទឹកស្រូឬតកកឈូសចែកទាចែកអីហូបឆ្ងាញ់ពេញហ្នឹងលោកបងអ្នកចិត្តខាងដល់ពេលចុចយូរទៅលឺម្លេះសើចចឹងមិនសុខចិត្តក៏ទៅយកម៉ាស៊ីនជាក់មកចុចកន្លែងកកបំផុតក៏កន្លែងលោកបងភីងហ្នឹងក៏ឡើងព្រិលតកកពេញនឹងលោកបងភីងក៏បានទៅតម្លើងជាមួយនឹងម៉ាស៊ីនកម្ដៅតែទាគាត់នៅតកកមិនសុខចិត្តក៏បានយកទៅយកទៅបោទៅផ្លុំភ្លើងដើម្បីឲ្យវាក្ដៅក៏ភ្លើងក៏ហោះទៅខាងលោកបងអ្នកចិត្តខាងទៅលួចស៊ីនំលោកបងចិត្តខាងដល់មកសុកទឹកក៏បានទៅបើកម៉ូទ័របើកទឹកគ្រប់កន្លែងនៅផ្ទះរបស់គាត់ធ្វើឲ្យខាងទឹករបស់លោកបងភីងក៏ដាច់លោកបងភីងនៅកើតទុកមិនសុខចិត្តក៏ទៅយកម៉ាស៊ីនបូមទូលីមកបូមដើម្បីចង់ដឹងថាមានបញ្ហាអីក៏បានបូមដោយទាំងលោកពូអ្នកចិត្តខាងមកដល់បងភីងឆ្ងល់ណាហ្នឹងគឺស្អីក៏បានយកกระดาษយកមិនលុយគឺករះឈីខ្ទៀតចេញមកវិញមិនសុខចិត្តទេក៏មកលោកបងភីងឃើញខូចក៏ដោះចោលហើយលោកបងអ្នកចិត្តខាងដល់មិនដឹងក៏បានយកទៅយកមកដាក់ទឹកបើកនឹងគិតថានៅពេលដែលបើកទឹកទៅទឹកនឹងព្រួសខ្លាំងដើម្បីធ្វើបាបលោកបងភីងតែលោកបងភីងបានមិនដឹងរឿងក៏បានយកកបាំងហើយលោកបងនេះពេលទឹកបែកទៅក៏បានខ្ទៀតទៅចូលនៅកន្លែងទប់ទឹកដ៏ធំឃើញម៉ូទ័រទៅក៏ឡើងទៅហើយមានគម្រោងថាបើកទឹកទៅដើម្បីធ្វើបាបលោកបងភីងគិតរួចហើយក៏បានចាប់ដើមបើកទឹកពេលបើកហើយក៏បានធ្វើការជីស្គីជីអីបង្ហាញរឿងកាច់រឿងចោលក៏បុកលូភុះតមកទឹកក៏វាយយើទៅជាមួយតាមប្រហោងលូទៅដល់ទីក្រុងវិញទៅផ្ទុះតាមប្រហោងលូលោកបងក៏បញ្ញាប់រត់ទៅផ្ទះដើម្បីមើលប៉ុន្តែចៃដន្យអីម៉ាស៊ីននៃការគ្រប់គ្រងទឹកក៏បានរេទៅខាងផ្ទះរបស់លោកពូអ្នកចិត្តខាងហើយភ័យក៏បានទៅកាច់កុំឲ្យវារេទៅនោះតែវាបានបាក់ក៏បានរត់ទៅការពារផ្ទះប៉ុន្តែទឹកក៏បានផ្ទុះតមកលោកបងភីងដែលឃើញទឹកហ៊ីហូវិញហ្នឹងជាអាកាសល្អក៏បានចូលទៅងូតទឹកយ៉ាងមានក្តីសុខទាំងអស់គ្នាបើសិនជាជឿចិត្តនឹងការនិយាយរបស់ admin សូមធ្វើការចុច subscribe និង like ឲ្យ admin ម្នាក់មួយហងបាយបាយ